សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគ្រូសូម record តកតងជាមួយនឹង lecture ទី3នៃ algorithm analysis សម្រាប់ data structure របស់យើងណាអូខេសម្រាប់ថ្ងៃនេះគ្រូនឹងណែនាំអ្នកទាំងអស់គ្នាតកតងជាមួយនឹងអូខេយើងនឹងទៅជែកគ្នាតើimportant of data structure and algorithm យើងនិយាយពីសារៈសំខាន់នៃ data structure and algorithm កាលពីតកតងជាមួយនឹងនៅក្នុងសប្តាហ៍ទី1គ្រូបានបញ្យល់អ្នកទាំងអស់គ្នាមួយចំនួនតកតងជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ data structure យើងសើបន្តិចណាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំបន្ថែមនៅអត្ថប្រយោជន៍នៃការសិក្សាទៅលើ data structure and algorithm យើងហើយយើងនឹងធ្វើការទៅជែកគ្នាបន្ថែមទៀតតកតងជាមួយនឹង algorithm ដែលយើងប្រើប្រាស់សម្រាប់ធ្វើការវិភាគយើងនឹងធ្វើការរៀនអំពី technique ដែលប្រើប្រាស់សម្រាប់វិភាគ algorithm របស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាដោយម្ដេចដែលហៅថា asymptotic notation តើ big O notation ជាស្អីហើយយើងធ្វើការ perform តកតងជាមួយនឹង algorithm analysis យើង perform យ៉ាងម៉េចណាយើងសិក្សា performance របស់វាគឺយើងសិក្សាយ៉ាងម៉េចនៅកន្លែងនេះរបស់យើងចឹងដំបូងគឺខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាពីអត្ថប្រយោជន៍នៃការសិក្សាទៅលើ data structure and algorithm របស់យើងចឹងបើយើងនិយាយអំពីអត្ថប្រយោជន៍នៃការសិក្សា data structure គឺទី1គឺទាក់ទងជាមួយនឹងយើងនឹងធ្វើការមានន័យថានៅក្នុងខុសរបស់ខុសមួយនឹងគឺនឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នារីកចម្រើននៅក្នុងជំនាញមួយដែលយើងឲ្យឈ្មោះថា problem solving អញ្ចឹងវានឹងទាក់ទងជាមួយនឹងបញ្ហាហើយនឹងការដោះស្រាយបញ្ហាអញ្ចឹងអ្នកទាំងអស់គ្នានឹងធ្វើការរីកចម្រើនទាក់ទងជាមួយនឹងជំនាញនៅក្នុងការដោះស្រាយបញ្ហារបស់យើងគុណសម្បត្តិវាមួយទៀតគឺទាក់ទងជាមួយនឹងការ optimize resource utilization មានន័យថាយើងនឹងធ្វើការ optimize តើប្រភេទប្រភពអីដែលយើងប្រើប្រាស់សម្រាប់ធ្វើការជាមួយនឹងdata structure របស់យើងខ្ញុំឧទាហរណ៍ថាខ្ញុំឲ្យ data របស់អ្នកទាំងអស់គ្នាមួយអ្នកទាំងអស់គ្នាត្រូវធ្វើការវិភាគតើប្រភេទ data មួយនឹងគួរតែប្រើប្រាស់ជាមួយនឹងប្រភេទ algorithm អ្វីហើយប្រភេទប្រមាណវិធីឬក៏ operation អីគេខ្លះដែលយើងប្រើប្រាស់ជាមួយនឹងវាបានអញ្ចឹងយើងនឹងធ្វើការ optimize ពីប្រភពរបស់វានៅត្រង់កន្លែងនេះរបស់យើងនៅក្នុងខុសមួយនឹងអ្នកទាំងអស់គ្នាមិនត្រឹមតែសរសេរកូដដើម្បីធ្វើការ structure data នោះទេយើងនឹងធ្វើការ check តើកូដដែលអ្នកទាំងអស់គ្នាសរសេរនឹងវាយ៉ាងម៉េចណាវាមានលក្ខណៈមួយគឺជាលក្ខណៈដែលដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពខ្ពស់ដោះស្រាយបញ្ហាបានប៉ុន្តែវាមានលក្ខណៈមួយគឺសាមញ្ញឬក៏ដោះស្រាយបញ្ហាដែលមានលក្ខណៈមួយគឺប្រើន័យថាបើយើងនិយាយអំពីការទិញរបស់មួយថ្លៃគុណភាពល្អឬក៏យើងនិយាយថាថ្លៃគុណភាពវាមិនល្អអញ្ចឹងយើងនឹងធ្វើការ check ពីប្រសិទ្ធភាពនៅក្នុងការសរសេរកូដរបស់អ្នកទាំងអស់គ្នាចំណុចមួយទៀតគឺទាក់ទងជាមួយនឹង facilitate scalability ហើយនិង flexibility កន្លែងនេះគឺគូចង់បញ្ជាក់ថាបើអ្នកទាំងអស់គ្នាចេះសរសេរខ្លះនៅក្នុងការ structure data នៅក្នុងទម្រង់ជា array ហើយ array របស់យើងដែលមាន data type ជា integer អញ្ចឹងខ្លះដែលយើងបង្កើតនឹងក៏អាច flexible ឬក៏អាចបង្កើតទៅជា array 1 array 2 array 3អញ្ចឹងឧទាហរណ៍ថា array មួយនឹងគឺទាក់ទងជាមួយនឹង data ដែលបានអំពីការ measure temperature ឬក៏ data ដែលបានមកពីការឧទាហរណ៍ថាទាក់ទងជាមួយនឹងចំនួននិស្សិតឬក៏ស្អីអស់ហ្នឹងអញ្ចឹងយើងអាច apply កញ្ចប់មួយឬក៏ខ្លះមួយរបស់យើងនឹងអាចទៅ array 1 array 2 array 3ឬក៏ a million array មួយទៀតយើងអាចធ្វើការបត់បែនបានបត់បែនយ៉ាងម៉េចឧទាហរណ៍យើងបង្កើត class array ដែល store integer ខ្ញុំក៏អាចប្រើប្រាស់ class array ដែល store អីគេឧទាហរណ៍ថា float ឬក៏ double ឬក៏ string បានដែរអញ្ចឹងយើងអាចធ្វើការបត់បែនបានអញ្ចឹងបង្កើតពីទំហំវាកាន់តែធំហើយនឹងការបត់បែនរបស់វាចំណុចមួយទៀតគឺទាក់ទងជាមួយនឹង enable faster មានថាការប្រើប្រាស់របស់យើងគឺលឿនជាងឧទាហរណ៍អ្នកទាំងអស់គ្នា organize data មួយដែលមានលក្ខណៈមួយបែបប្រសើរអញ្ចឹងបើសិនជាខ្ញុំចង់ឲ្យយើងរក data តើនៅក្នុង data របស់អ្នកទាំងអស់គ្នាមានឈ្មោះម្នាក់នឹងអត់អញ្ចឹងបើសិនជាយើង organize data របស់យើងដែលមាន structure ច្បាស់លាស់អញ្ចឹងនៅក្នុងការ search របស់យើងគឺងាយនៅក្នុងការ search របស់យើងគឺស្រួលយើងអាចរកបានលឿនយើងអាច sort យើងអាចធ្វើការអីគេ add remove ឬក៏ delete អីអស់ហ្នឹងចាហ្នឹងហើយគឺជាអត្ថប្រយោជន៍របស់វា
ចំណុចមួយទៀតគឺយើងទៅជែកគ្នាអំពី more reliable software អញ្ចឹងយើងនឹងឃើញថាអានឹងហើយគឺជាការប្រើប្រាស់ software ដែលប្រើប្រាស់សម្រាប់ធ្វើការ structure ថាអញ្ចឹងយើងនឹងឃើញថាអញ្ចឹងជាមួយនឹង data structure របស់យើងគឺយើងបានប្រើប្រាស់ software ហើយ software ដែលយើងប្រើនោះគឺជឿជាក់ទុកចិត្តបានពីព្រោះអីបើសិនជាយើងចង់ implementation ទាក់ទងជាមួយនឹងការ insert data ចូលទៅក្នុង array បើអ្នកទាំងអស់គ្នាអត់ទៅសេ code ឲ្យត្រឹមត្រូវអត់មាន insert begin ending សួរថាយើង implement កើតអត់វាអត់កើតទេនៅកន្លែងនេះរបស់យើងអញ្ចឹងនៅពេលដែលវា implement កើតមានថា code របស់យើងគឺជឿជាក់បាន code របស់យើងគឺ reliable នៅក្នុងកន្លែងនេះរបស់យើងអញ្ចឹងអានឹងគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់ data structure របស់យើងហើយចំណុចមួយទៀតដែលគ្រូចង់លើកឡើងតើ application របស់វានៅកន្លែងណាខ្លះបើនិយាយពី application នៃ data structure គឺមានច្រើនឥឡូវយើងឧទាហរណ៍ simple នៅក្នុង search engine បើអ្នកទាំងអស់គ្នាចូលទៅក្នុង Google search អ្នកទាំងអស់គ្នានឹងឃើញឧទាហរណ៍ថាយើងបីពាក្យថា data structure របស់យើងនឹងសួរថាតើ Google គាត់ organize data យ៉ាងម៉េចគ្រាន់តែយើងបីពាក្យថា data នេះឃើញ information ទាំងអស់ហ្នឹងគឺវា pop up មកយើងអាចថាយើងចង់ refer លើ data structure data chem data entrance data analytics database ឬក៏ database យើងឃើញទេតែ search engine នៅក្នុង computer ក៏ធ្វើយ៉ាងម៉េច social network Facebook TikTok គេ organize យ៉ាងម៉េចមនុស្សម្នាក់មាន friend ជាមួយនឹងអ្នកនេះមានព័ត៌មាននេះមាន page ទីកន្លែងកំណើតឆ្នាំកំណើតអីអស់នឹងរបស់គាត់ navigation system នៅក្នុង Google Map តើនៅក្នុង Google Map គាត់ organize data យ៉ាងម៉េចឧទាហរណ៍ Google Map យើងចង់ដឹងពីតំបន់មួយទៅតំបន់មួយតែយើងធ្វើយ៉ាងម៉េចដើម្បីដឹងពីតំបន់មួយទៅតំបន់មួយគេ organize data យ៉ាងម៉េចយើងឧទាហរណ៍ថាកន្លែងនេះខ្ញុំចុចពីទីតាំងឧទាហរណ៍ថាហាងមួយនេះទៅទីតាំងនៃកន្លែងកាហ្វេមួយនេះរបស់យើងអញ្ចឹងយើងមើលណាយើងចុច direction របស់យើងអញ្ចឹងយើងនឹងឃើញឯងវាបង្ហាញយើងនេះផ្លូវហ្នឹង navigation system ពីនោះនេះមនុស្សនេះពីនោះនេះមនុស្សនេះវាបង្ហាញបែបអញ្ចឹងវាត្រូវការព័ត៌មានវាត្រូវការអីគេចម្ងាយពីទីតាំងមួយទៅទីតាំងមួយសួរថាតើ navigation system ហ្នឹងគេរៀបចំ data យ៉ាងម៉េចនៅកន្លែងនេះរបស់យើង machine learning អ្នកទាំងអស់គ្នាដឹងថា machine learn ដោយផ្អែកទៅលើ data អញ្ចឹងសួរថាតើ data ដែលយើង prepare សម្រាប់ machine learning យើង prepare យ៉ាងម៉េចអូខេជា array ជា matrix one dimension two dimension ជាលក្ខណៈ numerical ជាលក្ខណៈ image ជាលក្ខណៈ video ឬក៏យ៉ាងម៉េចនៅកន្លែងនេះរបស់យើងអញ្ចឹងសួរថាយើង organize data យ៉ាងម៉េចដើម្បីឲ្យ machine learn ខ្ញុំឧទាហរណ៍ថាខ្ញុំឲ្យអ្នកទាំងអស់គ្នាអានសៀវភៅមួយទាក់ទងជាមួយនឹងសៀវភៅ data structure យើងនៅក្នុងនឹងគេច្បាស់ជាប្រាប់យើង chapter ទី1ស្អី chapter ទី2ស្អី chapter ទី3ស្អី chapter ទី4ស្អីហើយអានឹងហើយគឺជាការ organize data សម្រាប់ machine learn ហើយនឹងមនុស្សរបស់យើង learn អញ្ចឹងទាំងអស់ហ្នឹងជា application របស់ data structure and algorithm របស់យើងបើយើងនិយាយអំពីគុណសម្បត្តិនៅក្នុងការដែលអ្នកទាំងអស់គ្នាយល់អំពីអត្ថប្រយោជន៍នៃ algorithm អ្នកទាំងអស់គ្នា apply algorithm បានគ្រប់បរិបទទាំងអស់ខ្ញុំឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានតាក់ទងជាមួយនឹង algorithm ណាយើងអាច start ចេញពីធ្វើការ design ណាឧទាហរណ៍ថាខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើការបង្កើតរបស់មួយអញ្ចឹងយើងអាចគិតថាតើ concept design របស់យើងយ៉ាងម៉េចអញ្ចឹងយើងចាប់ផ្ដើម draw ពី concept design របស់យើងចេញពី draw ពី concept design យើងចាប់ផ្ដើមវិភាគតើ concept design ហ្នឹង suitable ឬក៏ not suitable យើងវិភាគឯងនៅពេលដែលយើងវិភាគឲ្យអូខេមាន A មាន B មាន C នៅពេលដែល suitable យើងចាប់ផ្ដើមធ្វើម៉េចបង្កើតវា implement វាយ៉ាងម៉េចអូខេដើម្បីធ្វើទាក់ទងជាមួយឧទាហរណ៍ថា concept design នៅក្នុងការបង្កើត function នៅក្នុងការ sum អញ្ចឹងយើងទៅសេ code ទាក់ទងមួយ sum នៅពេលដែលយើងទៅសេ code ហើយយើងចាប់ផ្ដើមយ៉ាងម៉េច implement ឬក៏ experiment វាយើងធ្វើការ run វាដើម្បីមើល result របស់យើងអ្នកទាំងអស់គ្នាឃើញហើយនឹងហើយគឺជាអត្ថប្រយោជន៍នៃការដែលយើងយល់ដឹងពីពាក្យថា algorithm អញ្ចឹង the cycle of working with algorithm អ្នកទាំងអស់គ្នាអាច start ចេញពី design សិនបន្ទាប់មកទៀតវិភាគទៅលើការ design បន្ទាប់មកទៀត implement បន្ទាប់មកទៀត experiment អ្នកខ្លះគាត់ start ចេញពី implementation ណាគាត់ទៅសេកូដប៉ាំងគាត់ run ចេញ result គាត់ចាប់ផ្ដើមកូដមួយនេះ concept design បែបហ្នឹងអញ្ចឹងយើងធ្វើការវិភាគតើវាជា good concept design ឬក៏ bad concept design អញ្ចឹងតាក់ទងជាមួយនឹង algorithm វាជា cycle បែបហ្នឹងដែលកើតចេញពី element ធំចំនួន4សួរតែ start ចេញពីទីតាំងមួយណា
វាអាស្រ័យទៅនឹង context របស់អ្នកទាំងអស់គ្នាអ្នកខ្លះគាត់ start ចេញពីការត្រាស់ concept design វិភាគ concept design គាត់ធ្វើការបង្កើតវាគាត់ធ្វើការ testing វាអ្នកខ្លះគាត់កើតឡើងពីការទៅសេះ code គាត់ check ទៅលើ concept design គាត់វិភាគថា code ឬ bad concept design គាត់ធ្វើការ modify implement វាអញ្ចឹងពីត្រង់ណាមិនសំខាន់គឺអានឹងហើយដែលគេឲ្យឈ្មោះថាជា algorithm ដែលអ្នកទាំងអស់គ្នាធ្វើការអនុវត្តដែលវាជាគេហៅថាវាមានអត្ថប្រយោជន៍សំខាន់ណាស់គឺសម្រាប់ការងាររបស់អ្នកទាំងអស់គ្នាណាអញ្ចឹងហើយនៅពេលដែលយើងយល់អំពី data structure and algorithm របស់យើងអូខេកាលពីជួបគ្នាដំបូងគ្រូបានបញ្យល់អ្នកទាំងអស់គ្នាថាដោយដេចដែលយើងហៅថា algorithm បើយើងនិយាយពី algorithm យើងនិយាយអំពីចំនួនជំហានចំនួន procedure ដែលមានចំនួនមួយគឺជាក់លាក់មានន័យថា specific set មកបណ្ដុំហ្នឹងគឺជាក់លាក់មកជាទូទៅបើយើងនិយាយពី number of step ឬក៏ number of procedure ឬក៏តាក់ទងជាមួយនឹង simple instruction របស់យើងគឺជាទូទៅវាមិនដែលមានតែមួយទេអ្នកទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាគេត្រូវតែមានយ៉ាងហោចណាស់ពីរជំហានទី1ធ្វើអីជំហានទី2ធ្វើអីជំហានទី3ធ្វើអីអញ្ចឹងយើងត្រូវតែមាន specific set មួយដែលជាក់លាក់ហើយដែលអាសិតរបស់យើងគឺលក្ខណៈមួយគឺគួរតែ simple ជួនកាលអ្នកខ្លះចូលចិត្តប្រើគេហៅថា procedure ហ្នឹងគឺ complicated វាអាស្រ័យទៅនឹងស្ថានភាពទេអ្នកទាំងអស់គ្នាសម្រាប់យើងណាយើងត្រូវដឹងថាបើសិនជាយើងធ្វើជាមួយនឹង instruction ដែល simple ហើយអាចដោះស្រាយបញ្ហាបានយើងគួរតែប្រើហ្នឹងនៅកន្លែងនេះរបស់យើងអញ្ចឹង algorithm ហ្នឹងគឺយើងនិយាយអំពី specific set ចំនួនឬក៏បណ្ដុំនៃ specific set របស់យើងគឺមានលក្ខណៈមួយ simple តែប្រើប្រាស់សម្រាប់ធ្វើអី to be follow ដើរតាមដើម្បីដោះស្រាយបញ្ហាឬក៏យើងនិយាយពាក្យមួយយ៉ាងទៀតមានន័យថា determine how much ណាតាក់ទងជាមួយនឹង in way of resource ប្រភពរបស់យើងបើយើងនិយាយពីនៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើងគឺយើងនិយាយអំពីមានន័យថាពេលវេលាហើយនឹងអីគេធនធានបើយើងនិយាយពី space គឺតាក់ទងជាមួយនឹងធនធានរបស់យើងខ្ញុំឧទាហរណ៍ថាកាលពីមុនខ្ញុំធ្លាប់តែ example ថាយ៉ាងម៉េចពីភ្នំពេញទៅសៀមរាបយើងមាន3 algorithm ទី1អ្នកទាំងអស់គ្នាជិះយន្តហោះទី2ជិះឡានក្រុងទី3យើងជិះម៉ូតូយើងឧទាហរណ៍បែបអញ្ចឹងនៅក្នុងការជិះយន្តហោះយើងប្រើរយៈពេលអស់1ម៉ោងតែតម្លៃរបស់វាប្រមាណយើងឧទាហរណ៍ណាតម្លៃរបស់វាមកអ្នកគ្រូប៉ុន្តែគ្រូនិយាយពី space កន្លែងហ្នឹងតាក់ទងកុំព្យូទ័ររបស់យើងគឺតាក់ទងជាមួយនឹងអីគេ memory usage បើនិយាយពី memory usage យើងដឹងហើយថាបើសិនជាយើងប្រើកុំព្យូទ័រមានន័យថា C space កាន់តែធំมันចំណាយលុយកាន់តែច្រើនអ្នកទាំងអស់គ្នាអាហ្នឹងហើយគឺជា comparison តាក់ទងជាមួយនឹងអ្វីដែលគ្រូនិយាយន័យថាពេលវេលាហើយនឹងថវិការបស់យើងអញ្ចឹងយើងត្រូវធ្វើការបើនិយាយពី algorithm គេកំណត់ពី how much resource អីដែលយើងប្រើប្រាស់ដើម្បីជាមួយនឹង algorithm របស់យើងហើយយើងផ្ដោតទៅលើអីគេពីរចំណុចគឺ time ហើយនិង space បើយើងនិយាយអំពី space គឺនិយាយពីតម្រូវការអីគេ1000អជីកបៃណាដែលបើយើងនិយាយពីតម្រូវការតាក់ទងជាមួយនឹង memory ដែលយើងប្រើប្រាស់ហ្នឹងគឺតាក់ទងជាមួយនឹងអីគេកន្លែងនេះរបស់យើងគឺតាក់ទងជាមួយនឹងការប្រើប្រាស់ space នៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងអានឹងហើយគឺតាក់ទងជាមួយនឹងអីគេ algorithm របស់យើងអញ្ចឹងសរុបសេចក្តីមក algorithm យើងនិយាយពីចំនួន step ចំនួនជំហានឬក៏ចំនួននៃ process ឬក៏ចំនួននៃការណែនាំដែលឲ្យអ្នកទាំងអស់គ្នាដើរតាមចំនួនមួយដែលជាក់លាក់ហើយដើម្បីដោះស្រាយបញ្ហាបើយើងនិយាយពីអានឹងគឺនិយាយពីការប្រើប្រាស់រយៈពេលហើយនឹងការប្រើប្រាស់ space បើនិយាយពីការប្រើប្រាស់ space គឺតាក់ទងជាមួយនឹងអីគេជីកបៃឬក៏ចំនួនបៃឬក៏ចំនួន data ដែលនៅក្នុង memory នៃកុំព្យូទ័ររបស់យើងដែលអានឹងហើយគឺជា useful គេហៅថាតាក់ទងជាមួយនឹងអីគេតាក់ទងជាមួយនឹងផ្នែកមួយដ៏សំខាន់នៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងកន្លែងនេះយើងបញ្ជាក់តាក់ទងជាមួយនឹង input តាក់ទងជាមួយនឹងចំនួននៃ procedure តាក់ទងជាមួយនឹង output ដាក់ប៉ុណ្ណេះដំណើរការ3 4 step ចេញ output យ៉ាងម៉េចនៅត្រង់កន្លែងនេះរបស់យើងណាអូខេសួរថានៅពេលដែលយើងប្រើប្រាស់ algorithm សម្រាប់ analysis តើយើងមានលក្ខខណ្ឌអីដើម្បីធ្វើការ analyze ទី1គឺលក្ខខណ្ឌដែលអ្នកទាំងអស់គ្នាត្រូវគិតគឺតាក់ទងជាមួយនឹង running time តើនៅពេលដែលយើងប្រើ algorithm នឹង running time របស់វាប៉ុណ្ណាទី2យើងត្រូវគិតតាក់ទងជាមួយនឹងកត្តាមួយចំនួនដែល
វាជះឥទ្ធិពលទៅលើ running time នៅក្នុង program របស់យើងសួរថាកត្តាទាំងអស់នឹងមានអីគេខ្លះអាចជា compiler អាចជា computer ដែលយើងប្រើប្រាស់អ្នកខ្លះប្រើ compiler នៃអីគេឧទាហរណ៍ថា Visual Studio Code ប្រើទាក់ទងជាមួយនឹង Jupyter PyCharm អីអស់ហ្នឹងចឹង compiler នៃគេហៅថា code editor ទាំងអស់ហ្នឹងគឺអាចយ៉ាងម៉េចខុសៗគ្នាឬក៏ programming អីអស់ហ្នឹងហើយទាក់ទងជាមួយនឹង computer use គឺកន្លែងនេះគ្រូចង់បញ្ជាក់ថា computer អ្នកខ្លះគាត់មាន space នៅសល់ច្រើនអ្នកខ្លះទៀតគាត់មាន space សល់តិចអីចឹងទៅចឹងនៅត្រង់កន្លែងនេះអ្នកទាំងអស់គ្នានឹងឃើញហើយថាអា processing របស់គាត់ហ្នឹងគឺវាខុសគ្នានៅកន្លែងនេះរបស់យើងណាបន្តមកទៀតក៏វាអាស្រ័យនឹងប្រភេទ algorithm ដែរអ្នកខ្លះគាត់ប្រើ algorithm A ដើម្បីដោះស្រាយបញ្ហានេះអ្នកខ្លះក៏ប្រើ B ក៏ប្រើ C អញ្ចឹងយើងត្រូវវិភាគតើ A និង B នឹងខុសគ្នាយ៉ាងម៉េច result ដូចគ្នាឬក៏អត់នៅកន្លែងនេះរបស់យើងបន្តមកទៀតទាក់ទងជាមួយនឹង input អញ្ចឹង algorithm A ប្រើជាមួយនឹង input 10 algorithm B ប្រើជាមួយនឹង input 20អញ្ចឹងយើងនឹងឃើញពីគុណសម្បត្តិរបស់វានិងគុណវិបត្តិរបស់វាអញ្ចឹងយើងត្រូវទៅ check ទាំងអស់ហ្នឹងណានៅពេលដែលយើងធ្វើការវិភាគ algorithm ទំហំនៃ input ក៏យើងត្រូវតែពិចារណាដែរអញ្ចឹង10និង20ឬក៏100ឬក៏30ឬក៏40ឬក៏1000ឬក៏1លានអីហ្នឹងក៏ជាកត្តាមួយដែលជាឥទ្ធិពលទៅលើ algorithm របស់យើងការវិភាគ algorithm របស់យើងដែរអូខេអញ្ចឹងជាទូទៅនៅពេលដែលយើងនិយាយអំពី algorithm analysis គឺយើងនិយាយអំពីអត្ថប្រយោជន៍វាជាងអត្ថប្រយោជន៍នៃការ apply algorithm analysis គឺអាចឲ្យអ្នកទាំងអស់គ្នា estimate នៅ time ដែលយើងប្រើប្រាស់សម្រាប់ algorithm របស់យើងខ្ញុំឧទាហរណ៍ខ្ញុំនិយាយមិញថាយើងមាន algorithm 3មែនទេអញ្ចឹងឧទាហរណ៍ថាយើង estimate ពីភ្នំពេញទៅសៀមរាបតាមរយៈ algorithm ទី1ជាយន្តហោះប្រហែលប៉ុន្មានម៉ោងអូខេអញ្ចឹងយើងដឹងថា algorithm ទាំង3គឺប្រើរយៈពេលខុសគ្នាអញ្ចឹងយើងអាច estimate តាក់ទងជាមួយនឹងដំណើរការរបស់ algorithm នីមួយៗទី2យើងអាចពិចារណាថាឥឡូវ algorithm A និង B ឥឡូវខ្ញុំប្រើ algorithm A ប្រើអស់ពេល1ម៉ោង algorithm B យើងប្រើពេល5ម៉ោងឧទាហរណ៍ថាខ្ញុំចង់ reduce អា B នឹងឲ្យទៅ3 4ម៉ោងឬក៏2ម៉ោងកើតអត់នៅកន្លែងនេះរបស់យើងអញ្ចឹងយើងគួរថែមអីយើងគួរដាក់អីយើងគួរធ្វើយ៉ាងម៉េចចំណុចសំខាន់មួយទៀតគឺដែលយើងត្រូវពិចារណាគឺការអត់យកចិត្តទុកដាក់នៅពេលដែលយើងសរសេរ function ឬក៏សរសេរ algorithm មានវត្តមាននៃការប្រើប្រាស់ recursion ដែល recursion ហ្នឹងគឺជា function មួយដែលអ្នកទាំងអស់គ្នាដោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់ខ្លួនឯងដោះស្រាយបញ្ហាចឹងនៅក្នុងសប្តាហ៍ប្រហែលជាសប្តាហ៍ទី7ទី8គ្រូនឹងលើកឡើងទាក់ទងជាមួយនឹង recursion function មួយនេះណានៅកន្លែងនេះរបស់យើងអូខេដើម្បីធ្វើការវិភាគទៅលើ algorithm របស់យើងមាន technique ច្រើនដែលនៅក្នុង technique ហ្នឹងគឺមាន technique មួយដែលយើងឲ្យឈ្មោះថា asymptotic notation ដែល asymptotic notation ហ្នឹងគឺផ្ដោតទៅលើការប្រើប្រាស់ tool របស់គណិតវិទ្យាណាការប្រើប្រាស់ឧបករណ៍គណិតវិទ្យាឬក៏ tool គណិតវិទ្យាដើម្បីធ្វើការវិភាគអំពីដំណើរការរបស់ algorithm តាមរយៈកន្លែងហ្នឹងគឺផ្ដោតទៅលើ the efficiency change ន័យថាការប្រែប្រួលរបស់វានៅពេលដែលធ្វើការបដូរ input អ្នកទាំងអស់គ្នាយើងនិយាយពីសមីការគណិតវិទ្យា y ជាអនុគមជាមួយនឹង x ស្មើជាមួយនឹង 2x បូកជាមួយនឹងឧទាហរណ៍ណា3អញ្ចឹងបើសិនជា x ប្រែប្រួល y របស់យើងគឺប្រែប្រួលអានឹងដូចគ្នាណានៅក្នុងការប្រើប្រាស់ asymptotic នៅត្រង់កន្លែងនេះយើងប្រើប្រាស់គណិតវិទ្យាណាសមីការគណិតវិទ្យាដើម្បីធ្វើការវិភាគ algorithm របស់យើងអត់មានពាក្យថា exactly ទេអ្នកទាំងអស់គ្នាយើង approximation យើងខិតទៅចិត្តនៅក្នុង asymptotic គេបែងចែក3ប្រភេទនៅក្នុងនោះទី1ជា big O ទី2ជា omega ទី3គឺជា zeta ដែលនៅក្នុង big O notation គឺជា technique មួយដែលប្រើប្រាស់សម្រាប់ធ្វើការវាស់វែងនៅ time ហើយនិង space តើ algorithm នេះ time complexity របស់គាត់ប្រមាណspace complexity របស់គាត់ប្រមាណសម្រាប់ space ខ្ញុំអត់លើកយកមកនិយាយទេពីព្រោះអី computer របស់យើងម្នាក់បើយើងវិភាគដោយផ្អែកទៅលើ space គឺមានលក្ខណៈមួយស្មុគស្មាញខ្ញុំឧទាហរណ៍ថាបើសិនជា computer របស់ A student A ប្រើ memory រហូតដល់1 TB ហើយគាត់នៅសល់ space ច្រើន student B គាត់ប្រើ500 GB ប៉ុន្តែគាត់សល់ space តិចដល់ពេលអញ្ចឹងអា microprocessor របស់គាត់នឹងគឺមានលក្ខណៈខុសគ្នាអញ្ចឹងអា space complexity នៅក្នុង course របស់យើង data structure
គ្រូអត់វិភាគទេអូខេមួយទៀតគ្រូក៏អត់ធ្វើការសិក្សាទៅលើ Omega notation ដែរដែល Omega notation គឺផ្ដោតទៅលើ lower boundary អញ្ចឹងបើអ្នកទាំងអស់គ្នាប្រើ algorithm ប៉ុន្តែ algorithm របស់អ្នកទាំងអស់គ្នាអត់ដល់ lower boundary time ដែលខ្ញុំកំណត់ទេ algorithm របស់អ្នកទាំងអស់គ្នាគឺមិន acceptable នៅក្នុង course ហ្នឹងគឺខ្ញុំផ្ដោតគ្រប់ algorithm ទាំងអស់គឺ acceptable ប៉ុន្តែយើងនឹងធ្វើការបែងចែកយ៉ាងម៉េចបែងចែកថា algorithm របស់យើងscenario របស់គាត់ចូលទៅក្នុង scenario មួយណា running time អាចចូលទៅ best case scenario worst case scenario ហើយនឹង average case scenario អាហ្នឹងគឺ accept ប៉ុន្តែនៅក្នុង scenario 3មួយហ្នឹងអូខេដូច្នេះហើយគ្រូអត់លើកយកទាក់ទងជាមួយនឹង Omega notation មកទេ Zeta notation គឺ exact running time ដូចគ្រូនិយាយអាមួយនេះក៏គ្រូអត់លើកដែរពីព្រោះអីប្រសិនបើកុំព្យូទ័ររបស់ប្អូន microprocessor ល្អ speed ល្អ RAM ធំចឹង exact running time នៃ student A និង student B នៅពេលដែល run algorithm ដូចគ្នាគឺ speed របស់វាគឺខុសគ្នា time របស់វាគឺខុសគ្នាអញ្ចឹងពិបាក compare ណាថាអាមួយណាល្អជាងអាមួយណាល្អជាងគ្នាអញ្ចឹងកន្លែងនេះគឺគ្រូអត់លើកយកមកនិយាយដែរយើងនឹងនិយាយតែគោលការណ៍របស់ Big O notation តែមួយទេណាគូសូមបញ្ជាក់អញ្ចឹងគូសកលនិយមន័យសង្ខេបនិយមន័យនៃ Big O notation វាគឺជាសមីការគណិតវិទ្យាដែលយើងប្រើប្រាស់សម្រាប់ធ្វើការវិភាគអំពី algorithm របស់យើងដែលការវិភាគយើងផ្ដោតទៅលើពីរចំណុចគឺ running time ហើយនិង space របស់វាហើយនៅក្នុងនោះគឺយើងផ្ដោតទៅលើការប្រែប្រួលនៃ input យើងមើលទៅលើការប្រែប្រួលនៃ output របស់យើងហើយចំណុចសំខាន់មួយទៀតនៅក្នុង limit របស់ Big O notation យើងអត់ខ្វល់អំពីតម្លៃថេរហើយនឹងសមីការ degree ដែលទាបជាងវានោះទេយើងផ្ដោតតែអា degree ដែលខ្ពស់ជាងគេណានៅត្រង់កន្លែងនេះ main component របស់វាអញ្ចឹងកន្លែងនេះជាទូទៅនៅក្នុង Big O notation គឺមានសមីការគណិតវិទ្យាចំនួន7ដែលអ្នកទាំងអស់គ្នាប្រើប្រាស់សម្រាប់ធ្វើការប្រៀបធៀបទី1 constant function logarit linear n គុណ logarit សមីការ degree ទី2សមីការ degree ទី3ស្វ័យគុណទី2ស្វ័យគុណទី3ហើយនឹងសមីការ exponential បើបងប្អូនឃើញពាក្យបច្ចេកទេស T គឺ time complexity បើបងប្អូនឃើញពាក្យបច្ចេកទេស O គឺ operation ចឹងកន្លែងនេះគ្រូសូមបញ្ជាក់ឆ្លើយតបជាមួយនឹងអ្វីដែលគ្រូនិយាយកាលពី slide មួយនេះនៅក្នុង Big O notation ដែនកំណត់របស់វាគឺវាអត់គិតអំពីតម្លៃថេរទេហើយវាក៏អត់គិតនៅ term ដែលមាន degree ទាបជាងវាដែរវាគិតតែ term ដែលមាន degree ខ្ពស់ជាងគេបំផុតចឹងបងមើលសមីការមួយនេះសមីការមួយនេះកើតចេញពីសមីការ2គឺ linear ហើយនឹង logarit អញ្ចឹងកន្លែង linear ឧទាហរណ៍ថាបងអូនដាក់ x 5អញ្ចឹង output ឧទាហរណ៍ថា y ស្មើ n អញ្ចឹងបើសិនជា n ស្មើ5អញ្ចឹង y របស់យើងគឺស្មើ5តែបងអូនមើលកន្លែងនេះបើសិនជាខ្ញុំដាក់ y គឺស្មើជាមួយនឹង log n អញ្ចឹងបើ n យើងស្មើ5 log កូដ2នៃ n គឺយ៉ាងម៉េចអ្នកទាំងអស់គ្នាមិនមែនកន្លែងនេះរបស់យើងគឺមិនមែន5ទេអញ្ចឹងវាតូចជាង5ណានៅកន្លែងនេះរបស់យើងអញ្ចឹងកន្លែងនេះគ្រូគាត់នៅចង់បញ្ជាក់អំពី logarit base 2អញ្ចឹងឧទាហរណ៍ថាគ្រូដាក់ណាកន្លែងនេះរបស់យើងអ្នកទាំងអស់គ្នាមើលណាចាំតិចបើសិនជាខ្ញុំដាក់កន្លែងនេះ5អញ្ចឹងឃើញទេនេះតម្លៃនៃ log កូដ2របស់5គឺ2ចុចជាងរបស់យើងអញ្ចឹងយើងឃើញរវាងសមីការពីរនឹងមួយណាលឿនជាងគេមួយណាខ្ពស់ជាងគេគឺមួយនេះខ្ពស់ជាងគេអញ្ចឹង proportional នៃសមីការពីរនេះ time complexity របស់វាគឺ linear ហើយយើងឃើញមួយនេះ degree ទី3នេះ n គុណជាមួយនឹង log n នេះ constant អញ្ចឹង time complexity នៃសមីការមួយនេះ operation time របស់វាគឺ n ស្វ័យគុណ3យើងឃើញអាមួយនេះគឺ log n អាមួយនេះគឺ constant អញ្ចឹង time complexity របស់វាឬក៏ operation time របស់វាគឺ log n យើងឃើញមួយនេះ2ស្វ័យគុណ n បូកជាមួយនឹង2អញ្ចឹង n អាច1 2 3 4ធំជាង2របស់យើងអញ្ចឹង approximation របស់វាគឺអាមួយនេះរបស់យើងអ្នកទាំងអស់គ្នាតើតើអ្នកទាំងអស់គ្នាយល់អំពី concept របស់សមីការគណិតវិទ្យាសមីការ degree ទី1 degree ទី2 degree ទី3នៅពេលដែល input របស់យើងដាក់ចូលតើអាមួយណារត់លឿនជាងអាមួយណាធំជាងគេគឺយើងយកទៅតាមអាធំជាងគេយើងអត់យកទៅតាមអាទូជាងគេទេណានៅកន្លែងនេះរបស់យើង
ok chẳng mùi ní có đôi khi này chẳng degree tí pi n con log n linear constant chẳng anh ấy cứ degree tí pi degree tí bay anh ấy n con log n constant chẳng degree tí bay thông chỉ kê degree tí 4 degree tí pi degree tí bay linear constant chẳng degree tí 4 thông chỉ kê chẳng những khởi là nắng á kì chơ rơ dục anh á đã thông chỉ kê chẳng à thông chỉ kê dương mà này tha khất chất operation របស់យើងគឺខិតជិតអាថុំជាងគេណានៅកន្លែងនេះមកយើងអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើការ compare សម័យកាលទាំង4 5ឲ្យអ្នកទាំងអស់គ្នាមើលប៉ុន្តែមានរឿងមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវពិចារណាណាចំពោះសម័យកាលនៃ degree constant log linear n គុណនឹង log n ហើយនឹង exponential អ្នកទាំងអស់គ្នាឧទាហរណ៍កន្លែងនេះណាបើសិនបើខ្ញុំបញ្ជាក់តទៅជាមួយនឹង number size n ស្មើគ្នាអញ្ចឹងយើងឃើញអាមួយនេះ project មកមួយនេះគឺតេរបស់វាឬក៏យើងឧទាហរណ៍ចេះណាយើងឧទាហរណ៍ថា one operation គឺ 1 second ចុះអញ្ចឹងឧទាហរណ៍ថាកន្លែងនេះគឺ1ចុះណាអញ្ចឹងកន្លែងនេះគឺប្រមាណ2ចុះកន្លែងនេះគឺលើសពី2កន្លែងនេះគឺលើសពីអាមួយនឹងទៀតអញ្ចឹងយើងឃើញ projection នៃចំនួន size data ដូចគ្នាប៉ុន្តែ time របស់គាត់ប្រើខុសគ្នាអញ្ចឹងកន្លែងនេះគ្រូគ្រាន់តែចង់បង្ហាញអ្នកទាំងអស់គ្នាថានេះគឺជាការប្រៀបធៀបអំពី time complexity ដែលយើងធ្វើការ approximation ណាសម្រាប់កូដរបស់យើងប្រសិនបើបងអូនទៅសេកូដដែល time complexity របស់វានឹងគឺ constant អញ្ចឹងអានឹងគឺប្រសើរជាងគេអានឹងគឺប្រើរយៈពេលលឿនជាងគេប្រសិនបើវាចូល log n អញ្ចឹង log n ប្រសើរជាង linear ណាឧទាហរណ៍ linear ប្រើ5 second log n នៃ5គឺប្រើ2 second ឬក៏3 second នេះអស់ហ្នឹងយើងនិយាយពី linear វាប្រសើរជាង n គុណជាមួយនឹង log n យើងនិយាយពី n ស្វែវាប្រសើរជាងអានេះសំទោសវាប្រសើរជាង n ស្វែគុណ3អាមួយនេះគឺយឺតជាងគេគេ define អាមួយហ្នឹងគឺអាក្រក់ជាងគេប៉ុន្តែអ្នកទាំងអស់គ្នាច្បាស់ជាសួរខ្ញុំគ្រូយើងមើលណាឧទាហរណ៍ថាបើសិនជា n របស់យើងនេះណា n របស់យើងស្មើជាមួយនឹង5យើងមើល5ស្វែគុណ3ស្មើជាមួយនឹងប្រមាណហើយ2ស្វែគុណ5អញ្ចឹងយើងឃើញថា5ស្វែគុណ3ហ្នឹងគឺយ៉ាងម៉េចអានេះហ្នឹងវាធំជាង2ស្វែគុណ5 Yeah you are right ណានៅត្រង់កន្លែងនេះជាទូទៅអ្នកទាំងអស់គ្នានៅពេលដែលតាក់ទងជាមួយនឹងការតែសេកូដតាក់ទងជាមួយនឹងការប្រៀបធៀប time complexity យើង compare ដោយផ្អែកទៅលើតែប្រមាណ algorithm ហ្នឹងទេហើយមួយទៀតជាទូទៅគេមិនអនុញ្ញាតមិនថាគេអនុញ្ញាតប៉ុន្តែអ្នកទាំងអស់គ្នាមិនគួរទៅសេកូដធ្វើម៉េចឲ្យចូល exponential ឬក៏ស្វ័យគុណ3ទេអាមួយនឹងគឺវាយ៉ាងម៉េចអាមួយនឹងគឺវា worse មកវាអាក្រក់វា very slow មកណាជាទូទៅគឺគេប្រើប្រាស់តែធ្វើម៉េចយើង improve code របស់យើងគឺនៅក្នុងគេហៅថានៅក្នុង rank ដែលវាប្រសើរវាលឿនណាអានេះគឺយឺតហ្មងអា2 3នេះគឺយឺតហ្មងកន្លែងនេះរបស់យើងអញ្ចឹងសំណួរមួយទៀតអ្នកទាំងអស់គ្នាអាចនឹងសួរអ្នកគ្រូខ្ញុំធ្វើមិនដឹងថាកូដរបស់ខ្ញុំនៅក្នុង time complexity constant ឬក៏ log n អញ្ចឹងដើម្បីដឹងគេមាន rule របស់គេ rule ទី1ប្រសិនបើនៅក្នុងកូដរបស់បងអូនមានប្រើប្រាស់ loop ណាយើងមើលយើងមាន function មួយគឺ sum ហើយនៅក្នុងនោះយើងធ្វើការ sum ដែល start ចេញពី0ហើយ e របស់យើង start ចេញពី1រហូតដល់ n អញ្ចឹងបើ n យើងដាក់5យើងនឹង sum អូខេនៅត្រង់កន្លែងនេះរបស់យើងណាសម័យកាលមួយនេះអញ្ចឹងដំណើរការនៃ loop របស់យើងគឺ start ចេញពី1បន្តមកទៀត2 3 4រហូតដល់5ហើយ increment របស់យើងគឺម្ដងអញ្ចឹងបើបងអូនធ្វើដាក់ n ស្មើ5គឺ5 operation បើបងអូនដាក់10គឺ10 operation អញ្ចឹងនៅពេលដែលបងអូនប្រើ loop ហើយ loop របស់យើង start ពីចំណុចណាមួយហើយមានចំណុចបញ្ចប់ណាមួយហើយ increment ដោយ1អញ្ចឹង time complexity នៃ code ហ្នឹងគឺខិតទៅចិត្ត linear ណាគេអត់មានថា exactly ណា approximation fragment របស់វាគឺ linear ប្រសិនបើនៅក្នុង code របស់បងអូនមានប្រើ loop 2 loop in loop ហើយដែល loop នីមួយៗ start ពីទីតាំងណាមួយហើយបញ្ចប់នៅទីតាំងណាមួយ increment by 1អញ្ចឹង
approximation នៃកូដហ្នឹងគឺខិតទៅចិត្ត degree ទី2លើកជាការ៉េប្រសិនបើនៅក្នុងកូដរបស់ប្អូនណានៅក្នុងកូដរបស់ប្អូនគឺមានតាក់ទងជាមួយនឹង loop ហើយ loop ទៀតហើយនៅក្នុង loop ហ្នឹងគឺមាន loop អញ្ចឹងបងមើលកន្លែងនេះយើង start ចេញពីចំណុច1យើងបញ្ចប់ដោយចំណុច1 increment by 1អញ្ចឹង time complexity មួយនេះគឺ O នៃ n មួយនេះយើង start ពី1យើងបញ្ចប់ចំណុច1 increment by 1មួយនេះមាន1ហើយយើង start ហើយយើងបញ្ចប់ហើយយើង increment by 1អញ្ចឹងមួយនេះ time complexity របស់វាគឺ O n sphere អញ្ចឹងយើងឃើញសមីការរបស់យើងគឺបាន n បូកជាមួយនឹង n sphere អញ្ចឹង approximation សរុបគឺទៅរក n sphere អូខេកន្លែងនេះរបស់យើងប្រសិនបើនៅក្នុងកូដរបស់ប្អូនមានប្រើ if ហើយនឹងប្រើ else ហើយនៅក្នុងនឹងមានប្រើប្រាស់ជាមួយនឹង recursion ទៀតអញ្ចឹងយើងមើលទាំងអស់គ្នា time complexity របស់វាគឺខិតទៅចិត្ត linear ចឹងឧទាហរណ៍ថានេះគឺជា recursion ដែលប្រើប្រាស់ខ្លួនឯងដោះស្រាយបញ្ហាខ្ញុំមើលឧទាហរណ៍ណាបើសិនជាខ្ញុំដាក់ n ស្មើ5អញ្ចឹងយើងមើល n ស្មើ5តូចជាងឬស្មើ1ទេអត់ទេអញ្ចឹងបើអត់ទេគឺវានឹងចូលទៅ L បើវាចូលទៅ L វានឹង return ប្រមាណ5គុណជាមួយនឹង fact នៃ4តូចជាងឬស្មើ1ទេអត់ទេអញ្ចឹងបើអត់ទេវានឹងចូលទៅ L return 4គុណជាមួយនឹង fact 3តូចជាងឬស្មើ1ទេអត់ទេអញ្ចឹងវានឹង return 3គុណជាមួយនឹង fact 2មិនតូចជាងឬក៏ស្មើ1អញ្ចឹងវា return 2គុណជាមួយនឹង fact 1តូចជាងឬស្មើ1អញ្ចឹងវានឹង return 1គុណជាមួយនឹង fact 0បងឃើញចំនួន operation វា1 2 3 4 5បើយើងដាក់ n ស្មើ5អញ្ចឹងវាធ្វើការ5ដងបើយើងដាក់ n ស្មើ6វាធ្វើការ6ដងអញ្ចឹង time complexity នៅពេលដែលយើងប្រើប្រាស់ if ហើយជាមួយនឹង recursion អញ្ចឹងវាខិតចិត្តទៅ linear យើងមាន4 rule ហ្នឹងដែលជា rule ដែលអ្នកទាំងអស់គ្នាត្រូវពិចារណាណាតើកូដរបស់អ្នកទាំងអស់គ្នាចូលទៅក្បែរមួយណាចឹងអាហ្នឹងគឺយើង check time complexity ដែលផ្អែកទៅលើគោលការណ៍អស់ហ្នឹងអ្នកទាំងអស់គ្នាជាទូទៅពេលយើងសរសេរ algorithm ដូចគ្រូនិយាយចឹងថាគ្រូនឹងធ្វើការវិភាគ algorithm អ្នកទាំងអស់គ្នាដែលផ្អែកទៅលើ3លក្ខខណ្ឌអាចជា best case average case ហើយនិងជា worst case មិនថា best case មិនថា average case មិនថា worst case សុទ្ធតែជា case ដែល acceptable ទាំងអស់នៅក្នុង big O notation ណាអ្នកទាំងអស់គ្នានៅក្នុងត្រង់នេះគឺគ្រូគាត់នៅចង់បង្ហាញថាយើងមាន algorithm 2 A ហើយនិង B ប្រសិនបើ algorithm A ប្រើ time complexity of linear algorithm B ប្រើ time complexity of n sphere សួរថារវាង algorithm ទាំងពីរហ្នឹងតើមួយណាប្រសើរជាងច្បាស់ណាស់អាណាដែលប្រើរយៈពេលខ្លីជាងគេអានឹងប្រសើរជាងគេគឺ algorithm A វាប្រសើរជាង algorithm B យកទៅគិតមើលខ្លួនឯងណាអ្នកទាំងអស់គ្នាចំណុចចុងក្រោយដែលគ្រូចង់ណែនាំអ្នកទាំងអស់គ្នាគ្រូព្យាយាម record វីដេអូតែកន្លះម៉ោងតែលើកន្លះម៉ោងហើយណា limitation នៃ worst case ពេលខ្លះណាយើងគឺត្រូវតែគេហៅថាវិភាគ algorithm របស់យើងនឹងគឺឲ្យវាលក្ខណៈមួយគឺ overestimate ខ្ញុំឧទាហរណ៍ scenario មួយយើងមើលណានៅធ្វើការនៅក្នុងក្រុមហ៊ុនច្បាយយើងសួរថាការងារមួយនឹងតើបងអូនប្រើប្រាស់រយៈពេលប្រហែលថ្ងៃដើម្បីដោះស្រាយបញ្ហាយើងយកមកវិភាគយើងអាចទាយបានណាយើងថាអូខេ5ថ្ងៃយ៉ាងលឿនបំផុតឧទាហរណ៍សំដៅ10ថ្ងៃយូរបំផុត5ថ្ងៃជាមធ្យម2ថ្ងៃលឿនបំផុតអញ្ចឹងសួរថាតើយើងគួរតែឆ្លើយទៅប្រាប់មេរបស់យើងតើប្រហែលថ្ងៃបើបងអូនឆ្លើយប្រាប់ថា10ថ្ងៃអានឹងគឺជាចម្លើយមួយដែលប្រសើរហេតុអីពេលខ្លះយើងត្រូវ overestimate ទៅពេលដែលយើងថា10ថ្ងៃយើងធ្វើក្រោម10ថ្ងៃចុះពេលយើង submit ការងារនឹងទៅឲ្យមេយើងនឹងគាត់នឹងគិតមកគាត់នឹងសប្បាយចិត្តគាត់ថាអូអាមួយនឹងប្រឹងប្រែងធ្វើការឃើញទេកន្លែងនេះរបស់យើងអញ្ចឹងជួនកាលពេលខ្លះអា worst case នោះមិនមែនសុទ្ធតែជា case ដែលអាក្រក់ទេអញ្ចឹងយើងត្រូវទៅ overestimate បន្តិចចំណុចទី2 clever observation ពេលខ្លះយើងត្រូវហ៊ាននៅក្នុងការឆ្លើយជាមួយនឹងគេហៅថាហ៊ាននៅក្នុងការប្រាប់គេថាយើងអាចbest case បានឧទាហរណ៍ណានៅក្នុងលក្ខខណ្ឌមួយគេថាបើសិនជាបងអូនធ្វើការនឹងណាបានជោគជ័យហើយលឿនជាងគេបំផុតបងអូននឹងឡើងតួនាទីតែបើសិនជាបងអូនធ្វើអត់ជោគជ័យហើយអត់
គេហៅថាអត់បានលឿនជាងគេបំផុតទេបងអូនគឺអត់បានឡើងទេមិនសួរថាពេលនេះយើងគួរតែបន្ថយទេយើងត្រូវតែបន្ថយប្រាប់ថាអូខេការងារហ្នឹងខ្ញុំធ្វើយ៉ាងយូរបំផុត2ថ្ងៃណាយ៉ាងយូរបំផុត2ថ្ងៃនៅកន្លែងនេះបងយើងចុះបើសិនជាយើងធ្វើទៅវាហើយឃើញអ្នកទាំងហ្នឹងឡើងបាន2នាទីតែបើយើងធ្វើទៅអត់ហើយវាមានការឡើងផងហ្នឹងអញ្ចឹងយើងត្រូវតែមាន clever observation អ្នកទាំងអស់គ្នាយើងដឹងហើយថាជាទូទៅការប្រើប្រាស់ break time គឺវាយ៉ាងម៉េចវាតិចជាង watch time គឺគូនិយាយមិនអញ្ចឹង break time 5ថ្ងៃ watch time 10ថ្ងៃវាត្រូវហើយនៅកន្លែងនេះបងយើងប៉ុន្តែអ្វីដែលយើងត្រូវដឹងណាប្រសិនបើយើងប្រើ break case algorithm របស់យើងគឺយ៉ាងម៉េចវាស្មុគស្មាញជាង watch case ដើម្បីដោះស្រាយបញ្ហានេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបន្ថយរយៈពេលនេះយើងធ្វើយ៉ាងម៉េចដើម្បីឲ្យអានេះវាលឿនជាងអីអស់ហ្នឹងអញ្ចឹងបើយើងនិយាយពី time របស់វាគឺអូខេប៉ុន្តែបើនិយាយពី algorithm ឬក៏ complexity របស់វាប្រហែលជាស្មុគស្មាញជាងអីគេ watch case របស់យើងអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាត្រូវពិចារណាណាគ្មានអីដែលវាអាក្រក់ជាង watch ទៀតទេwatch ហ្នឹងគឺជា boundary ហើយកុំថាអូតាមពិតដើម្បីដោះស្រាយបញ្ហានេះយើងប្រើ10ថ្ងៃចុះដាក់20ថ្ងៃបានទេគ្រូអាហ្នឹង10ថ្ងៃហ្នឹងគឺជា boundary ហើយអត់មានអាណាដែលអាក្រក់ជាងអា boundary ហ្នឹងទៀតទេអាក្រក់ជាងអា watch ហ្នឹងទៀតទេកុំខ្ជិលណាអ្នកទាំងអស់គ្នាអញ្ចឹងគ្រូសូមបញ្ជាក់ថានៅក្នុងការវិភាគ algorithm យើងអាចវិភាគថាវាជា base វាជា watch ឬក៏វាគឺជា average គឺអ្នកទាំងអស់គ្នាអាចធ្វើការវិភាគវាបានគឺផ្អែកទៅលើអីគេ time complexity របស់វាអញ្ចឹងបើសិនជាយើងសរសេរ algorithm មួយបើសិនបើវាចូលទៅឧទាហរណ៍ថាconstant អញ្ចឹងវាជា base ហើយឧទាហរណ៍ថាបើវាចូលទៅគេហៅថា log in អាចជា average ដែរបើយើងសរសេរទៅវាចូលទៅ linear វាអាចជាអីគេជា worst case បើសួរទាំង3ហ្នឹងគឺយ៉ាងម៉េចដោះស្រាយបញ្ហាដូចគ្នាប៉ុន្តែប្រើរយៈពេលខុសគ្នាដូចគ្រូនិយាយមិនអញ្ចឹងថាពីភ្នំពេញទៅសៀមរាបយើងប្រើវិធីសាស្ត្រអីគេជិះយន្តហោះជិះឡានជិះម៉ូតូអីអស់ហ្នឹងរបស់យើងរយៈពេលគឺខុសគ្នារបស់យើងណាអញ្ចឹងនៅក្នុងមេរៀននេះគ្រូគាត់នៅចង់បញ្យល់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងកាលណាយើងទៅសេ algorithm របស់យើងត្រូវធ្វើការវិភាគគូសូមបញ្ជាក់ណាថាវាអត់ស្រួលប៉ុន្តែយើងចាប់ផ្ដើមធ្វើការ apply វាហ្នឹងគឺចាប់ផ្ដើមពីសប្ដាហ៍ទីម៉ានសប្ដាហ៍ទី3ទី4ទៅអញ្ចឹងអ្នកនរគ្នានឹងឃើញម្ដងតិចដល់ពេលដែលយើងចាប់ semester ទី1គ្រូនឹងបញ្ជាក់មកអ្នកទាំងអស់គ្នាវិញតែយល់ទេពាក្យថា algorithm analysis big O notation មើលយ៉ាងម៉េចបណ្ដឹងថានឹងគឺជា constant មើលយ៉ាងម៉េចបណ្ដឹងថានឹងជា linear មើលយ៉ាងម៉េចបណ្ដឹងថាជា degree ទី2 degree ទី3អញ្ចឹងយើងនឹងធ្វើការរៀនជាមួយគ្នាម្ដងតិចអញ្ចឹងនៅពេលដែលអ្នកនរគ្នាមើលវីដេអូនឹងចប់សាកល្បងសួរខ្លួនឯងកូដនៅក្នុង slide ទី24ផ្នែកទី1 time complexity របស់វាប្រហែលណាមួយណាយើងសាកល្បងគិតមើលណាកន្លែងនេះរបស់យើង slide ទី25មួយនេះតើ time complexity វាមួយណាហើយមួយនេះតើ time complexity វាប្រហែលណាមួយណាហេតុអីបានអ្នកទាំងអស់គ្នាហ៊ានពីបែបហ្នឹងអាហ្នឹងគឺជាចំណុចដែលសំខាន់ណាអូខេអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់មេរៀននេះគ្រូសូម record តែប៉ុណ្្នឹងអញ្ចឹងគ្រូសូមសង្ខេបទៅវិញនៅក្នុងមេរៀននេះគ្រូចង់ណែនាំចំណុចសំខាន់មួយដែលសំខាន់បំផុតសម្រាប់ data structure គឺការ apply time complexity ឬក៏យើងនិយាយថា big O notation ដើម្បីធ្វើការវិភាគ algorithm អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងការវិភាគ algorithm យើងផ្ដោតទៅលើសមីការគណិតវិទ្យាដែលនៅក្នុងនោះសមីការគណិតវិទ្យាដែលយើងប្រើប្រាស់សម្រាប់វិភាគគឺមានចំនួន7ទី1គឺតកតងជាមួយនឹង constant log n linear n គុណ log n n ការ៉េ n សេគុណ3និង exponential មួយនេះប្រសើរជាងគេចុះមកក្រោមទៀតរឹតតែអាក្រក់ណានៅត្រង់កន្លែងនេះរបស់យើងអញ្ចឹងយើងមាន rule 4ដើម្បីធ្វើការ check rule ទី1គឺការប្រើប្រាស់ loop rule ទី2គឺប្រើ loop in loop rule ទី3គឺយើងមាន loop ហើយ loop ទៀតបន្តបន្ទាប់គ្នា rule ទី4ការប្រើ if else ហើយនិងការប្រើប្រាស់ recursion នៅក្នុងការសរសេរ algorithm យើងជៀសមិនផុតទេពី scenario 3នេះ best case average case ហើយនិង worst case សម្រាប់អ្នកទាំងអស់គ្នាខ្ញុំមិនទាមទារ best case ទេខ្ញុំទាមទារឲ្យយើងបាន average case អញ្ចឹងសម្រាប់មេរៀនហ្នឹងគឺគ្រូចង់លើកយកតែប៉ុណ្្នឹងទេណាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយកុំភ្លេចមើល practice ហើយធ្វើការអនុវត្តផុស
អូខេអរគុណ